មកសម្រាប់ម៉ាក់ដែលទំងន់តែងតែជួបបញ្ហាដូចជារមួលក្រពើជាអត់ផុតទេទោះបីតិចឬច្រើនគឺនៅតែជួបប្រទះនឹងបញ្ហារមួលក្រពើបែបនេះខ្ញុំមានធីបខ្លះដើម្បីជួយសម្រួលបំបត្តិការឈឺចាប់នៅពេលដែលយើងរមួលក្រពើអញ្ចឹងយើងដឹងថាអ្នកខ្លះគាត់នៅចុងត្រីមាសទី1គឺគាត់ចាប់ផ្ដើមរមួលក្រពើហើយអញ្ចឹងដើម្បីកាត់បន្ថយការឈឺចាប់គឺដំបូងគឺអាការៈរមួលក្រពើគឺមានសភាពថារៀងស្រាលអត់សូវខ្លាំងទេប៉ុន្តែយើងអាចបំបត្តិវាបានភ្លាមៗយើងដឹងពេលដែលពេលចាប់ផ្ដើមរមួលក្រពើគឺសរសៃពួរជើងយើងនឹងរៀងរត់ពីលើចុះទៅក្រោមអញ្ចឹងដើម្បីបំបត្តិការឈឺចាប់និងបញ្ឈប់វាយើងគ្រាន់តែងចុងជើងចេះឡើងលើឲ្យត្រង់ទៅយើងប្រឹងកែងជើងយើងទាញជើងឲ្យត្រង់ចេះទៅរមួលខាងណាយើងទាញឲ្យត្រង់អញ្ចឹងទៅគឺការរមួលហ្នឹងនឹងសាកទៅវិញបាត់ទៅវិញភ្លាមៗអ្នកម៉ាក់ខ្លះទៀតគឺគាត់មានការរមួលក្រពើនៅត្រីមាសទី2អាចដើមត្រីមាសឬមួយក៏ចុងត្រីមាសទី2ប៉ុន្តែការរមួលនៅក្នុងត្រីមាសទី2ហ្នឹងគឺវាមានកម្រិតរៀងធ្ងន់ជាងត្រីមាសទី1អញ្ចឹងការប្រឹងចុងជើងឡើងដើម្បីកែងជើងត្រង់ឲ្យប្រឹងងចុងជើងឡើងនេះពេលខ្លះក៏ធ្វើបានតែពេលខ្លះក៏ធ្វើអត់បានដែរដោយសារកម្រិតវារៀងខ្លាំងជាងដំបូងការរមួលហ្នឹងមានកម្រិតរៀងខ្លាំងអញ្ចឹងទៅគឺយើងមានវិធីមួយទៀតគឺយើងអាចបញ្ឈរជង្គង់ឡើងបញ្ឈរជង្គង់យើងឡើងហើយយើងចាប់ផ្ដើមកាត់កែងជើងយើងឡើងលើចេះធ្វើដោយវិធីទី1ហ្នឹងគ្រាន់ថាតោះតែយើងលើកជង្គង់យើងឡើងទើបអាចយើងកាត់ជើងបានព្រោះបើយើងអត់លើកជង្គង់យើងឡើងទេយើងកាត់អត់ទៅទេដោយសារកម្រិតវារៀងខ្លាំងជាងអញ្ចឹងយើងលើកជង្គង់យើងឡើងហើយយើងកាត់ចុងជើងឡើងឲ្យត្រង់ចេះហើយចាំយើងដាក់ចុះវិញអញ្ចឹងការរមួលក្រពើហ្នឹងនឹងបាត់ទៅវិញបញ្ចូលដល់ត្រីមាសទី3គឺនឹងជួបប្រទះតិចឬច្រើនគឺស្ត្រីគ្រប់រូបដែលមានទម្ងន់គឺតែងតែជួបប្រទះនៅត្រីមាសទី3អាចថាតិចឬក៏ច្រើនទៅតាមសុខភាពរបស់គាត់ប៉ុន្តែការបំបត្តិនៃការឈឺចាប់ពេលដែលរមួលក្រពើខ្លាំងហ្នឹងគឺទី3ហ្នឹងគឺខុសពីទី1ទី2យើងថែមមកកម្រិតទៀតដោយសារកម្រិតរមួលហ្នឹងគឺខ្លាំងជាងមុនទៀតអញ្ចឹងគឺយើងកាត់ចុងជើងចេះឡើងលេងរួចហើយដោយសារកម្រិតវាខ្លាំងអញ្ចឹងយើងត្រូវបញ្ឈរជង្គង់ឡើងទី2អញ្ចឹងហើយយើងកាត់ចុងជើងយើងឡើងហើយក៏នៅតែអត់បាត់ដែរគឺយើងត្រូវរៀងគៀកជើងចេះទៀតយើងរៀងគៀកចុងជើងអញ្ចឹងទៅវាធ្វើឲ្យសរសៃពួរដែលចង់រមួលហ្នឹងរៀងសាកឡើងមកលើវិញអញ្ចឹងពេលដែលយើងគៀកចុងជើងចេះទៅគឺកាត់បន្ថយបានហើយពេលដែលយើងងជើងបានអស់ដល់ចុងយើងតម្លាក់ចុះវិញទៅគឺបានបាត់ទៅវិញហើយប៉ុន្តែកម្រិតទី3ហ្នឹងគឺថាអាចឈឺដែរឈឺតិចតួចចំំទៅវាបាត់ទៅវិញតែបើយើងអត់ធ្វើសោះកម្រិតនៃការឈឺហ្នឹងគឺឈឺចុកមួលខ្លាំងមែនទែនយើងធ្វើមកចង់បាននេះអញ្ចឹងកម្រិតទី3ហ្នឹងគឺយើងត្រូវងចុងជើងឡើងតែយើងងអត់អស់ទេដោយសារវាខ្លាំងអញ្ចឹងយើងត្រូវលើកចុងជើងឡើងតោះមកយើងប្រឹងងក៏ងអត់អស់ដែរចុងជើងយើងងអត់អស់ទេអញ្ចឹងយើងត្រូវរៀងគៀកកែងជើងចេះតិចដើម្បីឲ្យសរសៃពួរយើងហ្នឹងវាមានចលនារៀងយឺតដើម្បីដេញទៅចុងជើងរៀងយឺតដល់ពេលអញ្ចឹងទៅយើងអាចងចុងជើងយើងបានអស់ហើយយើងសរោកចុះទៅវិញទៅប្រមាថអាការៈឈឺចាប់ហើយវាឈឺដែរឈឺបន្តិចហើយវាបាត់ទៅវិញដោយសារអីយើងប្របាត់វាតន់ដោយសារយើងលើកជើងឡើងតន់អញ្ចឹងអញ្ចឹងម៉ាក់ទាំងអស់អាចសាកប្រើកន្លឹះនេះបានដើម្បីកាត់បន្ថយការឈឺចាប់ពេលដែលរមួលក្រពើយើងដឹងហើយថាស្ត្រីមានផ្ទៃពោះពេលដែលចូលត្រីមាសទី2ឬត្រីមាសទី3អាស្រ័យលើសុខភាពគាត់អាចថាមកពីកង្វះជាតិទឹកកង្វះជាតិរ៉ែសំខាន់ឬមួយក៏ជាពិសេសខ្វះកាល់ស្យូមនិងម៉ាញ៉េស្យូមហើយនឹងទម្ងន់កូនធំទៅដែលធ្វើឲ្យសង្កត់សរសៃពោះជើងយើងទៅធ្វើឲ្យយើងមានអាការៈរមួលក្រពើកើតឡើងប៉ុន្តែបើសិនជាគាត់អត់សូវខ្វះជាលក្ខណៈកាល់ស្យូមនិងម៉ាញ៉េស្យូមខ្លាំងទេគឺការរមួលហ្នឹងក៏អត់សូវមានកម្រិតខ្ពស់ដែរអញ្ចឹងឲ្យគាត់ញ៉ាំទឹកឲ្យបានច្រើនហើយវិធីដែលខ្ញុំប្រាប់នេះគឺខ្ញុំបានធ្វើតាំងពីកូនទី1ឥឡូវដល់កូនទី2ក៏ខ្ញុំធ្វើអញ្ចឹងបានផលដែរគឺកាត់បន្ថយការឈឺចាប់បានច្រើនហើយពេលដែលយើងនៅម្នាក់ឯងសំខាន់អត់មានអ្នកជួយច្បាច់អ្នកជួយទប់ទេគឺយើងឈឺចាប់មែនតើអញ្ចឹងអាចប្រើកន្លឹះនេះវិធីនេះបានដើម្បីកាត់បន្ថយការរមួលក្រពើហ្នឹងពេលដែលចាប់ផ្ដើមរមួលគឺយើងជាម្ដាយខ្លួនយើងហ្នឹងគឺយើងដឹងហ្មងពេលដែលយើងចាប់ផ្ដើមជើងយើងរលរមួលគឺដេញពីលើចុះទៅក្រោមអញ្ចឹងយើងធ្វើយ៉ាងណាយើងទប់ស្កាត់អាការៈដេញរត់ទៅដល់ចុងជើងនឹងបានបើសិនជាយើងធ្វើអត់ទាន់ទេវាដេញទៅដល់ចុងជើងទាន់គឺការរមួលហ្នឹងគឺយើងពិបាកទប់មែនតើធំមែនតើអញ្ចឹងបើយើងធ្វើគ្រាន់តែរត់ប៉ឹកសរសៃពួរនឹងរៀងរត់សឹបចុះទៅក្រោមគឺយើងធ្វើប៉ឹក